មិត្តរួមការងារបងគេថាមួយឆ្នាំបងរកបានលានដុល្លារមែនបានប៉ុន្មានទៅប្រាក់ខែគោលគឺ1លាន2សែនបូកទាំងប្រាក់ចំណែកចុងឆ្នាំទៀតសរុបទៅគឺប្រហែល1លាន5សែន1លាន5សែនឃើញទេនេះហើយជាសមត្ថភាពកូនប្រុសខ្ញុំមួយឆ្នាំរកបាន1លាន5សែនឯណោះមិនដូចអ្នកខ្លះទេគិតតែពីនៅផ្ទះស៊ីដេកចុះបងថ្លៃវិញមួយឆ្នាំបងរកបានប៉ុន្មានដែរខ្ញុំអត់ធ្វើការទេអត់ធ្វើការចុះបងបានលុយពីណាចាយវារាល់ថ្ងៃហ្នឹងគឺពឹងបងប្រុសខ្ញុំចិញ្ចឹមនឹងហើយនាងនៅផ្ទះគ្រាន់តែធ្វើម្ហូបបោសជូរផ្ទះហើយរៀបចំកិច្ចការងារផ្ទះកំពេចកំពុកតែប៉ុណ្ណោះហាគឺស្ត្រីមេផ្ទះតើចៅមីងថ្ងៃនេះម៉ែត្រូវតែនិយាយឲ្យច្បាស់ចិញ្ចឹមនាង3ឆ្នាំហើយណាពេលឆ្នាំនេះនាងមិនព្រមទៅរកការងារធ្វើមនុស្សស្រីខ្ជិលច្រអូសបែបនេះតើអាចយកជីការបានយ៉ាងម៉េចឈប់សិនទៅខ្ញុំមានរឿងមួយចង់ប្រកាសចាប់ពីខែនេះទៅរាល់ការចំណាយក្នុងផ្ទះគឺត្រូវចែកគ្នាស្មើពិធីនេះល្អតាបងថ្លៃបងកុំគិតច្រើនអីម៉ែគ្រាន់តែចង់បង្រៀនបងឲ្យចេះសន្សំយ៉ាងណាក៏បងអត់ធ្វើការ3ឆ្នាំហើយដែរអាចឲ្យបងប្រុសខ្ញុំចិញ្ចឹមរហូតបានទេខ្ញុំញ៉ាំរួចហើយម៉ែនិយាយតិចទៅអញមើលចុះថាអញយកប្រពន្ធធន់អីមកធ្វើប្រពន្ធមនុស្សស្រីបែបនេះនិយាយទៅម៉ាស់គេពេញមុខត្រកូលលូយើងហើយចៅមីងអើយជឿម៉ែទៅឆាប់លេងលេះជាមួយនាងទៅអញរកលុយបានរាប់លានរូបរាងការសិក្សាចំណូលក៏ល្អស្រីល្អប៉ុណ្ណាក៏រកបានដែរចាំបាច់អីទ្រាំជាមួយមនុស្សស្រីអត់បានការបែបនេះញ៉ាំបាយសោះក៏បិទមាត់មិនចិត្តដែរសូមរក្សាមារយាទបន្តិចបានទេនាងឈៀងមកទីនេះថ្ងៃនេះម៉ែមានរឿងសំខាន់ចង់និយាយជាមួយនាងម៉ែមានការអីថ្ងៃនេះម៉ែសូមដាក់ច្បាប់មួយចាប់ពីថ្ងៃទី1ខែក្រោយការចំណាយក្នុងផ្ទះត្រូវចែកគ្នាស្មើពាក់កណ្ដាលម៉ែច្បាប់នឹងវាការចំណាយក្នុងផ្ទះចាំបាច់គិតច្បាស់ម្ល៉េះចៅមីងឯងកុំលុកមាត់នេះជារឿងរវាងម៉ែនិងនាងទេមិនតាក់ទងនឹងឯងឡើយម៉ែនិយាយត្រូវហើយចែកគ្នាស្មើចុះខ្ញុំយល់ព្រមលឿនម្ល៉េះចុះនាងមានលុយបងចំណែកនាងទេបងថ្លៃបើអត់លុយជាប់ខ្លួនចេញទៅរកការងារទៅមិនពិបាកទេទោះទៅបោះផ្លូវក៏បាន1ខែ3000យ៉នដែរប្រសើរជាងនៅផ្ទះទំនេរស៊ីពឹងបងខ្ញុំត្រូវឲ្យបងថ្លៃធ្វើជាមនុស្សស្រីត្រូវតែមានការងារខ្លួនឯងទៅល្អខ្ញុំនឹងគិតគូររឿងរកការងារធ្វើឲ្យបានច្បាស់លាស់ទៀតព្រឹកស្អែកនាងត្រូវតែចេញទៅរកការងារធ្វើនៅផ្ទះទំនេរទៀតបានថ្ងៃច័ន្ទខ្ញុំនឹងទៅរកការងារធ្វើនាងឈីងកុំទុកសម្ដីពួកគេក្នុងចិត្តអីណាបងសុំទោសដែលអូនលំបាកចិត្តមិនអីទេម៉ែនិយាយត្រូវហើយខ្ញុំពិតជាមិនបានធ្វើការយូរមែនសូមតែជួយរំលែកការចំណាយទេនាងខ្លួនឯងក៏សារភាពថាអត់ចំណាយត្រូវគេស្ដីចែកលុយគ្នានឹងឯងខ្ញុំប្រាប់ឲ្យច្បាស់សៀវភៅបញ្ជីនេះចាប់ពីថ្ងៃនេះទៅនឹងកត់ត្រាម្ហូបដែលនាងហូបគ្រប់ម៉ាត់ទឹកគ្រប់ដំណក់ភ្លើងដែលប្រើគ្រប់គីឡូវ៉ាត់ទាំងអស់ត្រូវកត់ត្រាដល់ចុងខែនឹងបូកសរុបទូទាត់បញ្ជីនាងត្រូវបងចំណែកពាក់កណ្ដាលខ្ញុំយល់ហើយតាមតែម៉ែរៀបចំចុះឥឡូវនាងមានលុយសុទ្ធជាប់ខ្លួនទេមានលុយរីប៉ុន្មានរយដែរប៉ុន្មានរយអាយុជាង30ហើយមានលុយតែប៉ុន្មានរយគួរឲ្យអាម៉ាស់មែនហាលុយទិញម្ហូប14មុខថ្ងៃត្រង់នេះនាងមានលុយបងពាក់កណ្ដាលទេថ្ងៃនេះថ្លៃម្ហូបទាំងអស់គឺខ្ញុំជាអ្នកចេញអញ្ចឹងចែកស្មើខ្ញុំកត់ចូលបញ្ជីឥឡូវនេះហើយគ្មានបញ្ហាថ្ងៃស្អែកម្ហូបនាងត្រូវចេញលុយមុនទាំងអស់ថ្ងៃក្រោយរាល់ថ្លៃម្ហូបគឺនាងអ្នករ៉ាប់រងអត់លុយសុទ្ធគាត់ជំពាក់សិនចុងខែទូទាត់ឲ្យអស់ហាមជំពាក់សំបីមួយកាក់យោពងចៅមីងរឿងដែលម៉ែទាចែកគ្នាស្មើតើបងមានគំនិតយ៉ាងម៉េចដែរតាមពិតម៉ែនិយាយក៏មិនខុសដែរអូនអត់ធ្វើការ3ឆ្នាំពេញហើយរាល់ការចំណាយធំគឺបងជាអ្នករ៉ាប់រងពីមុនអូនធ្លាប់ប្រាប់ថាអូនធ្វើការវិនិយោគលើគម្រោងអីគេហើយរកប្រាក់ចំណេញបានដែរអត់បានទេមែនទេចុះអូនគិតថាពេលណាទើបរកការងារឲ្យបានត្រឹមត្រូវខ្ញុំកំពុងតែមើលការងារដែលស័ក្តិសមហើយមើលឃើញការងារអីខ្លះហើយបានដាក់ប្រវត្តិរូបហើយនៅកំពុងតែជ្រើសរើសមិនទាន់ប្រាកដទេនាងឈីងបងចិញ្ចឹមអូន3ឆ្នាំពេញហើយណាអូនដឹងទេថាមិត្តរួមការងារបងគេលួចនិយាយដើមបងយ៉ាងម៉េចគេថាបងភ្នែកអន់យកប្រពន្ធអត់បានការម្នាក់តើនរណានិយាយដើមជានរណាមិនសំខាន់ទេសំខាន់គឺការពិតនៅនឹងមុខអូននេះអូន3ឆ្នាំអត់មានចំណូលសំបីមួយមិនដែលជួយរំលែកបន្ទុកគ្រួសារនេះសោះខ្ញុំដឹងពេលម៉ៃទីចែកគ្នាស្មើអូនក៏យល់ព្រមភ្លាមតើអូនមានគិតដល់ផលវិបាកទេខ្លួនមានលុយតែប៉ុន្មានរយចុងខែបើអត់លុយបងគិតយ៉ាងម៉េចទៅខ្ញុំនឹងរកវិធីដោះស្រាយគិតជាង1000ថ្ងៃហើយថ្ងៃណាក៏ថារកវិធីមិនដឹងជារកវិធីស្អីទេចៅហ្វាយរបាយការណ៍ហិរញ្ញវត្ថុរបស់ឡាំងសិនត្រីមីទី3អក្សរចំណេញបានឡើង50%រៀបចំរួចហើយពេលចាប់ផ្ដើមឲ្យខ្ញុំបាទហើយត្រៀមបាត់ដំណើរការកិច្ចព្រមព្រៀងបំរុងទុកទាំងអស់ផងទទួលបញ្ជាចៅហ្វាយគិតចង់ចាប់ផ្ដើមសកម្មភាពនៅពេលណាចៅហ្វាយស៊ូសុំទោសដែលខ្ញុំនិយាយត្រង់លោកស្រីទ្រាំ3ឆ្នាំពេញហើយតើចង់ឲ្យខ្លួនឯងលំបាកដល់ពេលណាទៀតទិញអីខ្លះមានត្រីបង្គាឆ្អឹងជំនីនិងបន្លែអស់ប៉ុន្មាន300ជាងទិញបានតែប៉ុណ្ណឹងនាងមិនចេះថ្លៃទេអីម៉ែរបស់នេះទិញនៅផ្សារទំនើបគេមានបិទតម្លៃស្រាប់ផ្សារទំនើបរបស់នៅទីនោះថ្លៃណាស់នាងមិនដឹងទៅទិញនៅផ្សារថ្លៃគេទេអីម៉ែខ្ញុំទៅផ្សារតើត្រីនេះគឺទិញនៅផ្សារកូនកាត់បង្គារស់នេះ1គីឡូ50ជាងនាងទិញរបស់រស់ធ្វើអីទិញអាទៅមកទៅថោកជាងពាក់កណ្ដាលរបស់រស់វាស្រស់ជាងពិតជាមិនចេះសន្សំសំចៃមែនមានកូនប្រសាផ្ទះណាចាយលុយចេះខ្ជិលដូចនាងទេចែកគ្នាស្មើនាងត្រូវរ៉ាប់រងពាក់កណ្ដាលខែនេះថ្លៃទឹកភ្លើងប្រហែល700ថ្លៃគ្រប់គ្រង1500គាត់ចូលទៅម៉ែនៅមានម្សិលមិញបងប្រុសទិញផ្លែឈើរីអស់120ទៀតហ្នឹងក៏ត្រូវចែកគ្នាស្មើដែរកុំឲ្យរំលងឲ្យសោះត្រូវហើយគាត់ចូលបញ្ជីឥឡូវហ្នឹងទៅម៉ែឲ្យខ្ញុំមើលតិចមើលថាបងថ្លៃជំពាក់ប៉ុន្មានហើយអញមើលចុះត្រឹម1អាទិត្យសោះជំពាក់ដល់ទៅ4120យ៉នហូជំពាក់4000ទៅមួយខែ15000មួយឆ្នាំចិត្ត190,000បងថ្លៃមានលុយឯណាសងទៅចូលសៀវភៅសិនទៅខ្ញុំនឹងដោះស្រាយបងថ្លៃបើគ្មានលុយសងមែនទៅស៊ីឈ្នួលគេទៅហើយក៏ចូលរោងចក្រមានចំណូលថេរដែរប្រសើរជាងនៅផ្ទះទំនេរដើរលេងហើយបងថ្លៃឥឡូវគេពេញនិយមធ្វើជាមនុស្សស្រីមិនក៏បងមិនមានការងារធ្វើអញ្ចឹងនាងឈៀងពុកមិនបាច់បារម្ភទេខ្ញុំមិនអីទេអាទិត្យនេះនាងជំពាក់4180យ៉នមុនចុងខែ8ត្រូវតែទូទាត់ឲ្យអស់ខ្ញុំនឹងទូទាត់បំណុលទាំងអស់នៅចុងខែចុះបើដល់ថ្ងៃកំណត់អត់លុយបងគិតយ៉ាងម៉េចម៉ែគិតថាគួរដោះស្រាយម៉េចខ្ញុំតាមទាំងអស់បើសងមិនក្រាន់នាងរៀបចំអីវ៉ាន់ចេញពីផ្ទះនេះទៅត្រកូលលូយើងមិនចិញ្ចឹមមនុស្សអត់ប្រយោជន៍ទេឡាន
នាងជាកូនប្រសាណាឯងកុំធ្វើហួសហេតុពេកខ្ញុំហួសហេតុត្រង់ណានាងស៊ីដេកពឹងតែកូនប្រុសខ្ញុំជំពាក់លុយគ្មានលុយសងតើមានសិទ្ធិអីបន្តរស់នៅទីនេះទៀតម៉ែកុំបារម្ភចុងខែខ្ញុំច្បាស់ជាសឹងឲ្យអស់អញ្ចឹងក៏ល្អកុំឲ្យមើលមុខគ្នាមិនត្រង់ចៅហ្វាយគម្រោងអនុវត្តរបស់ក្រុមប្រឹក្សាភិបាលរៀបចំរួចហើយក្រោយក្នុងកិច្ចប្រជុំរបស់ឡាំងសិនចៅហ្វាយអាចទៅដកសិទ្ធិគ្រប់គ្រងមកវិញគ្រប់ពេលពន្យាពេលមួយរយៈសិនទៅចៅហ្វាយឡាំងសិននឹងប្រជុំក្រុមប្រឹក្សាភិបាលខែក្រោយនេះហើយតំណែងអនុប្រធានរបស់លូចៅមីងបានភ្លាមនឹងយកសិទ្ធិមកវិញទាំងអស់កំណត់យកកិច្ចប្រជុំខែក្រោយដើម្បីបិទបញ្ចប់រឿងនេះទៅចុះកំណត់យកថ្ងៃណាសម្រាប់ដំណើរការនៃប្រជុំនោះតែម្ដងអនុវត្តផែនការទាំងអស់មួយវិញគម្រោងតម្លៃ800លានដែលលូចៅមីងគាត់បានបញ្ឈប់ចៅហ្វាយនៅតែគិតគូរដល់អាជីពរបស់លូចៅមីងគាត់រៀបចំ3ឆ្នាំពេញហើយចំណាយកម្លាំងញើសឈាមច្រើនណាស់អាចព្រោះតែផែនការខ្ញុំទៅបំផ្លាញការខិតខំរបស់គាត់ទេទទួលបញ្ជាខ្ញុំនឹងកែសម្រួលគម្រោងថាគម្រោងត្រូវបានរក្សាទុកតាមការស្នើសុំអូនមើលឯកសារនេះទៅនាងឈីងបើអូនមិនចង់ស៊ីញេទេបងអាចទៅប្រាប់ម៉ែឲ្យលុបចោលកិច្ចព្រមព្រៀងនេះវិញមិនបាច់ទេគ្មានការចាំបាច់ឡើយម៉ែបងគាត់ឆេវឆាវបន្តិចនិយាយស្ដីរៀងអាក្រក់កុំប្រកាន់គាត់អីកិច្ចព្រមព្រៀងបែងចែកទ្រព្យឡាននិងប្រាក់បញ្ញាទាំងអស់គឺជារបស់លូចៅមីងតែម្នាក់ឯងចេញទៅខ្លួនទេបោះបង់សិទ្ធិទាមទារទ្រព្យសម្បត្តិរួមអូនអានលក្ខខណ្ឌទាំងអស់លឿនម្លេះកន្លែងស៊ីញេចុងបញ្ចប់នេះគឺម៉ែបងជាអ្នកស៊ីញេឈ្មោះបងជំនួសតាម៉ែបងគាត់ស៊ីញេទុកមុនឲ្យបងហើយអូនគ្រាន់តែស៊ីញេឈ្មោះខ្លួនឯងទៅបានហើយបានខ្ញុំស៊ីញេអូនព្រមចេញទៅខ្លួនទេមែនបើបងចាត់ទុកថាផ្ទះនិងឡានទាំងអស់ជារបស់បងអញ្ចឹងវាคล้ายជារបស់បងចុះខ្ញុំគ្មានយោបល់ទេអញ្ចឹងអូនស៊ីញេលើនេះទៅនាងឈីងអូនគ្មានពាក្យអីចង់និយាយជាមួយបងទេអីគ្មានអីត្រូវនិយាយទេស៊ីញេរួចហើយចាស់ស៊ីញេរួចអស់ហើយហាល្អណាស់ចេញទៅខ្លួនទេកាត់កោគ្នាដាច់ស្រឡះលាងដៃឲ្យស្អាតបាទមិនបាច់ឲ្យនាងមកទីងទម្លាក់ទៀតទេបងថ្លៃមិនមែនទេស៊ូនាងឈីងនាងខាត់បងពេកហើយផ្ទះឡានលុយកាក់មិនបានមួយរៀលចេញទៅខ្លួនទេបែបនេះចេញទៅវាល្អហើយនៅតែក្នុងផ្ទះមែនហើយនាងឈីងកូនគុំស៊ីញេឲ្យសោះពុកទៅប្រាប់មេឡានឥឡូវនេះថាកិច្ចព្រមព្រៀងនេះអត់យកជាការទេខ្ញុំស៊ីញេរួចអស់ហើយគ្មានឱកាសកែប្រែទៀតទេនាងឈីងកូនមិនអាចចេញទៅបែបនេះទេពុកខ្ញុំធ្វើម្ហូបក្នុងផ្ទះនេះ3ឆ្នាំហើយរៀបចំការងារផ្ទះ3ឆ្នាំគឺគ្រប់គ្រាន់ហើយបានហើយស្រីញីអីមកយំសោកមើលមិនយល់សោះទៅបាត់វារឹតតែល្អការពារកុំឲ្យយើងឃើញមុខស្រីអត់បានការនេះនេះរាល់ថ្ងៃនាងឈីងអូនពិតជាចង់ចេញទៅអញ្ចឹងមែនមិនយកទ្រព្យសម្បត្តិអីសោះមិនមែនបងសរសេរក្នុងសៀវភៅទេអីបងថាផ្ទះជារបស់បងឡានក៏ជារបស់បងលុយសន្សំក៏ជារបស់បងខ្ញុំ3ឆ្នាំអត់ចំណូលធម្មជាតិត្រូវចេញទៅខ្លួនទេចៅមីងថែរក្សាខ្លួនផងនាងឈីងចាំសិនធ្វើដំណើរឲ្យស្រួលបួលថ្ងៃក្រោយកុំមករំខានគ្រួសារយើងទៀតគ្រួសារលូមេឡានលើកនេះឯងពិតជាធ្វើខុសហើយខ្ញុំខុសត្រង់ណានាងជាមនុស្សអត់ប្រយោជន៍ដេញចេញគឺជាជំរើសត្រឹមត្រូវឯងមិនយល់ពីនាងសំបីតែបន្តិចថ្ងៃណាមួយឯងនឹងស្ដាយក្រោយទង្វើថ្ងៃនេះបងប្រុសចុះបងថ្លៃចេញទៅនាងទៅរស់នៅទីណាអ្នកនាង3ឆ្នាំពេញហើយទីបំផុតអ្នកនាងព្រមត្រឡប់មកវិញហើយពូជើខ្ញុំត្រឡប់មកវិញហើយកុំរំជួលចិត្តពេកអីលោកលៀនកំពុងរងចាំអ្នកនាងនៅក្នុងបន្ទប់ធ្វើការហើយថែមទាំងយកឯកសារប្រតិបត្តិការទាំងមូលមកជាមួយផងចៅវ៉ៃស៊ូហាវរ៉ាន3ឆ្នាំនេះលំបាកអញហើយតែមើលការខុសត្រូវក្រុមហ៊ុនឈឹងយានតែម្នាក់ឯងមិនលំបាកទេចៅហ្វាយគ្រប់យ៉ាងដំណើរការរលូនល្អតែក្រុមហ៊ុនឈឹងយានឥឡូវមានតម្លៃប៉ាន់ស្មានប៉ុន្មានហើយការវិតម្លៃចុងក្រោយគឺ11200ឆ្នាំនេះកើនឡើង4000លានចុះក្រុមហ៊ុនឡាំងសិនវិញដំណើរការយ៉ាងម៉េចដែរចៅហ្វាយក្តោបភាគហ៊ុន65%នៃក្រុមហ៊ុនឡាំងសិនហើយខ្ញុំជាអ្នកគ្រប់គ្រងចម្រាក់ចំណេញសុទ្ធកាលពីឆ្នាំមុនគឺ1200លានចៅមីងកាន់តំណែងអ្វីនៅក្នុងក្រុមហ៊ុនគឺតំណែងអនុប្រធានប្រាក់ខែគោ1លាន2សែនហើយគម្រោងល្អទាំងអស់គឺផ្ដល់សិទ្ធិឲ្យគាត់មុនគេចុះសមត្ថភាពការងាររបស់គាត់យ៉ាងម៉េចដែរមូលដ្ឋានការងារគាត់រឹងមាំ70%បានមកពីការប្រឹងប្រែងខ្លួន30%ទៀតគឺចៅហ្វាយជាអ្នកលួចជួយដូចជាផ្ដល់គម្រោងធំឲ្យប៉ុណ្ណឹងគ្រប់គ្រាន់ហើយការប្រឹងប្រែងគាត់ខ្ញុំតែងតែមើលឃើញចៅហ្វាយចុះគម្រោង800លានរបស់គាត់តើគួរតែបញ្ឈប់កណ្ដាលទីទេឱកាសប្រជុំក្រុមប្រឹក្សាលោកចោលបញ្ចប់គម្រោងនោះឲ្យដោយសារតែការត្រឡប់មកវិញរបស់ខ្ញុំការខិតខំ3ឆ្នាំរបស់គាត់ដល់ពេលនេះចៅហ្វាយនៅតែគិតគូរដល់គាត់គ្រូសាគេមិនដែលផ្ដល់កិត្តិយសឲ្យចៅហ្វាយសោះគ្រាន់តែមិនចង់បដិសេធការខិតខំរបស់គាត់ទេប្រជុំក្រុមប្រឹក្សាខែក្រោយខ្ញុំនឹងទៅចូលរួមដោយផ្ទាល់ជំរាបសួរក្រុមប្រឹក្សាភិបាលប្រជុំបន្ទាន់ថ្ងៃនេះមានរបៀបវារៈពិសេសមួយមុននឹងចាប់ផ្ដើមការប្រជុំផ្លូវការមានបុគ្គលសំខាន់ម្នាក់មកចូលរួមជានរណានាងឈីងមិនក៏នាងហ៊ានចូលមកកន្លែងប្រជុំក្រុមប្រឹក្សាភិបាលនេះមិនមែនជាកន្លែងមនុស្សធម្មតាអាចចូលបានទេសូមណែនាំឲ្យអ្នកទាំងអស់គ្នាបានស្គាល់លោកស្រីនេះគឺជាស្ថាបនិកក្រុមហ៊ុនឈឹងយានជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនឡាំងសិនលោកស្រីស៊ូនាងឈីងកាន់ភាគហ៊ុនចំនួន65%នៃក្រុមហ៊ុនយើងស្អីគេវាមិនអាចទៅ